បាទនេះគឺជារបៀបនៃការបង្កើតជារឿងកំ pl ែងដែលបងប្អូនតែងតែសួរឬ comment សួរខ្ញុំអញ្ចឹងណាអញ្ចឹងរបៀបនៃការទៅសេរឿងកំ pl ែងយើងមានដំណាក់កាលទី1ការបង្កើតទៅលើចំណងជើងរឿងហើយនឹងប្រភេទរឿងសង្ខេបដូចបងប្អូនបានឃើញនេះគឺជាក្បួននៃការប្រើប្រាស់ហើយដំណាក់កាលទី2បានយើងយកអាហ្នឹងយកទៅដាក់របៀបនៃសេប្រំនៃសាច់រឿងហើយបានយកសាច់រឿងហ្នឹងយកទៅបញ្ចូលទៅកាន់ tool AI ដើម្បីបង្កើតអញ្ចឹងដំណាក់កាលដំបូងនេះគឺជាប្រភេទសាច់រឿងបងប្អូនអាចវាយចឹងមកបង្កើតសូមបង្កើតចំណងជើងរឿងកំ pl ែងនៅឆ្លុះប្រចាំងនៅក្នុងសង្គមគ្រួសារជីវិតហើយនឹងការងារ10ហ្នឹងទៅបាទចំនួន10ឧទាហរណ៍ថាខ្ញុំផាសចូលមកកាន់ ChatGPT ឬក៏ Gemini អាស្រ័យលើបងប្អូនដែលប្រើប្រាស់ទេបាទការងារខ្ញុំអាចថាកន្លែងនេះចំនួន10ហ្នឹងទៅបាទបើសិនខ្ញុំវាយមានថាចំនួនបាទចំនួន10និងសង្ខេបសាច់រឿងខ្លីឧទាហរណ៍អញ្ចឹងបាទអញ្ចឹងតែប៉ុណ្ណឹងមកខ្ញុំផាសមក enter មកវានឹងរត់ចូលទៅកាន់រឿងហើយអញ្ចឹងរឿងនេះមានថាប្រាក់ខែចូល5នាទីបំណុលរងចាំ50នាក់ឧទាហរណ៍អាហ្នឹងជាបែបរឿងកំ pl ែងទេអាហ្នឹងណាឥឡូវឧទាហរណ៍ខ្ញុំហៅកូនជាគ្រូឪពុកជាសិស្សបាទអានេះជារឿងកំ pl ែងដែរ boost និយាយការងារងាយទេបាទឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំបានប៉ុណ្ណឹងហើយខ្ញុំបានប៉ុណ្ណឹងហើយខ្ញុំ copy តែប៉ុណ្ណឹងមកហើយខ្ញុំយកមកដាក់នៅក្នុងប្រំហើយប្រំនេះបងប្អូនធ្លាប់មានហើយបើអត់ទេខ្ញុំនឹងផ្ញើឲ្យម្ដងទៀតបាទនៅក្នុងគ្រប់យ៉ាងទៅអញ្ចឹងនេះថាប្រំនេះគឺយើងអត់ប៉ះពាល់ទេអ្វីដែលសំខាន់គឺទៅលើ scene នេះ scene នេះបងប្អូនអាចដាក់5គាត់ថាខ្ញុំដាក់5 scene បាទ5 scene ចឹងមកហើយបន្ទាប់មកទៀតអានេះយើងមិនបាច់ប៉ះពាល់ពីទេអានេះជាប្រភេទ camera style ទេបាទអញ្ចឹងអ្វីដែលសំខាន់គឺនៅកន្លែងនេះបាទចំណុចលេខ4នេះអញ្ចឹងបងប្អូនផាសមិនចូលមកបាទនេះគឺជាtechnique ដែលអ្នកគ្នាត្រូវយកទៅវាយអញ្ចឹងនៅក្នុងសាច់រឿងកំ pl ែងនេះវានិយាយអំពីboss ហ្នឹងគឺជាវាយនេះផ្ដល់ការងារធំមួយហើយនិយាយថាងាយទេចំណាយតែ10នាទីឧទាហរណ៍ណាបាទបុគ្គលិកចំណាយពេញមួយថ្ងៃទើបយល់ថា10នាទីគឺសម្រាប់ boss មិនមែនសម្រាប់ boss មិនមែនសម្រាប់អ្នកធ្វើការងារទេអញ្ចឹងបានប៉ុណ្ណឹងហើយអ្នកគ្នា copy វាទាំងអស់ហ្នឹងហើយយកមកដាក់នៅក្នុង Gemini មកឧទាហរណ៍អញ្ចឹង Gemini អានេះដោយសារខ្ញុំប្រើនេះខ្ញុំសូមលុបអានេះបន្តិចខ្ញុំលុបវាមកអូខេហើយខ្ញុំចូលទៅកាន់ new chat ដាក់ new chat អញ្ចឹងខ្ញុំផាសអានឹងចូលមកខ្ញុំផាសចូលមកហើយខ្ញុំចាំមើលរឿងខ្ញុំអាចពិនិត្យមើលម្ដងទៀតទៅដើម្បីកុំឲ្យមានធ្លុងធ្លួយតែប៉ុណ្ណឹងមកអ្នកគ្នាចាប់ផ្ដើមរងចាំមួយផ្លែតមកវានឹងទៅហើយអានេះគឺជាក្បួននៃការប្រើប្រាស់អញ្ចឹងអានេះគឺជាប្រភេទសាច់រឿងដែលជា video script generation ហើយនេះជា storytelling បាទជា storytelling ដែលជាប្រភេទការងារបែបកំ pl ែងហើយនេះរយៈពេល10មីនិតចំណងជើងគឺ only នេះជាភាសាអង់គ្លេសបាទរហូតដល់មកដល់ពេលនេះវាគឺជាប្រភេទបាទខ្ញុំសុំមើលអូនេះអញ្ចឹងស៊ីននេះដូចជាវានិយាយភាសាខ្មែរផងភាសាអង់គ្លេសផងហើយបងប្អូនអាចកែសម្រួលខ្លួនឯងទៅអានេះboss បាននិយាយថា boss បាននិយាយថាការងារងាយទេចំណាយពេលតែ10នាទីទេបាទហ្នឹងកន្លែងនេះវាជាប្រភេទអានេះ boss easy មានភាសាអង់គ្លេសតែប៉ុន្តែបងប្អូនមិនបាច់យកទេយកត្រឹមតែប៉ុណ្ណេះមកបាទប៉ុណ្ណឹងមកគឺអត់ប្រហែលចង់បញ្ជាក់បងប្អូនថាពេលខ្លះការប្រើប្រាស់វិញ្ញាណហ្នឹងគឺអាចខុសគ្នាគឺចេញអាតម្រងនេះអាតម្រង visual នេះជួនកាលចេញ action prompt ជួនកាលវាចេញប្រភេទទៅឧទាហរណ៍ថានេះជាមួយខ្ញុំជួយអានេះមួយមើលឧទាហរណ៍នេះជួនកាលវាចេញរបៀបអញ្ចេះនេះវាចេញប្រភេទអញ្ចេះជួនកាលវាចេញអញ្ចឹងបងប្អូន copy មកទាំងអស់តែហ្នឹងគឺជាប្រភេទដែរបើសិនខ្ញុំវាយថ្មីម្ដងទៀតខ្ញុំសូម refresh មួយខ្លាចវាខុសខ្ញុំសូម copy ដាក់ម្ដងទៀតហើយបងប្អូនអាចបញ្ជាក់វាច្បាស់អាចមើលម្ដងទៀតមកអានេះវាជាប្រភេទកាមេរ៉ាទេអូខេនៅកន្លែងនេះគឺជាខ្មែរបាទឥឡូវប៉ុណ្ណឹងខ្ញុំតេស្តវាម្ដងទៀតជួនកាលវាអាចចេញខុសគ្នាអញ្ចឹងណាម្ដងមកកាលហើយតែបងប្អូនយល់ពីប្រភេទសាច់រឿងទៅថាយល់ពីណាយល់នឹងឥឡូវវាចេញធម្មតាវិញហ្នឹងវាចេញមកចេះបាទអញ្ចឹងកន្លែងនេះគឺជាចំណុចមួយសំខាន់បងប្អូនត្រូវយកទៅប្រើប្រាស់ជាមួយនឹងប្រភេទសាច់រឿងទៅឧទាហរណ៍ឥឡូវខ្ញុំ copy ប៉ុណ្ណឹងបងប្អូនអាចយកទៅកាន់Gemini ធម្មតាហ្នឹងគឺប្រើបានច្រើនដែរបច្ចុប្បន្ននេះណាអញ្ចឹងបើសិន account pro អញ្ចឹងបងប្អូនចាប់ផ្ដើមចូលសញ្ញាបូកនេះមកហើយយកពាក្យថា create video មកហើយផាសអា prompt មិញចូលមកហើយបន្ទាប់មកអ្នកគ្នាយកពាក្យកន្លែងនេះយកពាក្យថា 3.1 flashlight ដើម្បីអាហ្នឹងវាប្រើបានច្រើនប៉ុន្តែបើយក flash នេះវាទូទៅវាប្រើបានតែ3អីហ្នឹងអស់ហើយបើប្រចាំថ្ងៃអាចព្រឹក3ឬក៏ថ្ងៃត្រង់ប៉ុន្តែបើជាក់ស្ដែងខ្ញុំប្រើនៅលើនេះយូរទៅវាប្រើបាន3ពេលព្រឹកថ្ងៃត្រង់ហើយនឹងពេលល្ងាចពេលយើងបិទកុំព្យូទ័របើព្រឹកបិទកុំព្យូទ័រយើងបើកវិញវាមកវិញហើយអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលរើស
បានតម្រង់បាទតែប៉ុណ្ណឹងមកគឺពីតើហ្នឹងគឺជាក្បួនការប្រើប្រាស់វាទេបាទដល់ហើយបើសិនបងមកចូលទៅកាន់ flow បងប្អូនវាយទៅ flow music នេះវាយ new flow music flow AI វាយចឹងមកហើយចូលមកកាន់វាមកប៉ុន្តែក្នុងករណីជា account pro បាទ account pro ដដែលបងប្អូនចូល new project ហើយអ្នកគ្នាចូលមកកាន់នេះមកបាទចូលរងចាំ plate ហើយវាចេញមកហើយបាទតែបើសិនយើងចេញកន្លែង agent នេះបើ select ចេះអ្នកគេថាដោះវាចេញតែព្រោះហ្នឹងវាមានដំណាក់កាលផ្សេងទៀតអញ្ចឹងខ្ញុំទៅ copy ប្រភេទprompt មួយទៀតនេះ prompt មួយទៀតខ្ញុំយកធំនឹងដដែលជា scene ទី2ខ្ញុំ copy មកខ្ញុំយកមក test ជាមួយនឹង flow AI បាទខ្ញុំផាសវាចូលឡើងនេះមកបាទផាសចូលមកហើយអ្នកគ្នាមើលនឹងស្ដាំកន្លែងវីដេអូនេះហើយយកពាក្យមើលបើថាវាអត់ចេញវីដេអូឬអត់ទេ select វីដេអូ select ingredient ហើយរើសតម្រងនេះបាទហើយអានេះតម្រងវីដេអូ1 2 3 4នេះយកតែមួយបានហើយអានេះយូរទៅយើងអាចយក Oni Flash ឬក៏អានេះជាទៅបានតិចទេវាមិនបានតិចទេវា C credit ច្រើនអញ្ចឹងបើសិនយកធំ Oni Flash វា C ធំ12អីទេបាទហើយយើងយក10វិនាទីទៅបាទប៉ុណ្ណឹងមករងចាំ play ទៅវានឹង run ទៅហើយបាទវានឹងលុតទៅហើយអញ្ចឹងនេះហើយនេះឃើញទេចាំមើលខ្ញុំ play ឲ្យមើលការងារនេះងាយទេចំណាយពេលតែ10នាទីទេបងអូនបាទហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយបន្ទាប់មកអ្នកគ្នាមើលសញ្ញាលើនេះ download ទៅហើយយកមកផ្គុំគ្នានៅក្នុងកម្មវិធីកាត់តវីដេអូទៅអាហ្នឹងគឺជាក្បួននៃការប្រើប្រាស់ទៅលើការបង្កើតសាច់រឿងណាអញ្ចឹងបងប្អូនអាចប្រើខ្លួនឯងទៅហើយសាកល្បងទៅហើយបាទហើយនេះដូចគ្នាដែរនេះក៏ចេញដែរនេះអញ្ចឹងយើងចេញដូចគ្នាដែរអញ្ចឹងវាជាក្បួននៃការប្រើប្រាស់ប៉ុណ្្នឹងទេខ្ញុំឧទាហរណ៍ប៉ុណ្្នឹងទេអ្នកគ្នាអាចសាកល្បងតេស្តខ្លួនឯងទៅអរគុណជួបគ្នាសម្រាប់វីដេអូក្រោយ